រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី17100 លើ 100គឺបានចប់ហើយគឺនឹងចប់ហើយអញ្ចឹងបងគិតយ៉ាងណាដែរឈប់សិនវាគ្រាន់ជាការសម័យឬក៏គ្រាន់ការប៉ាន់ស្មានទេវាមិនមែនជាការពិតទេបងប្អូនចង់ដឹងថារឿងម្ចាស់ស្នេហ៍ប្រែបេះដូងចប់នៅភាគទី17ឬអត់បងប្អូនអាចទៅទស្សនាភាគទី16បានអញ្ចឹងបងប្អូនមើលចង់បញ្ចប់នៃរឿងថាពូត្រគាត់សរសេរថាសូមរងចាំទស្សនាភាគបន្តមិនមែនសូមរងចាំទស្សនាភាគបញ្ចប់ទេអញ្ចឹងភាគទី17ក៏មិនតាន់ចប់ដែរទោះបីវេទដឹងចាប់បានអាជីនិងអាឆាយដែលជាជើងហែវនឹងបានក៏ដោយប៉ុន្តែសាច់រឿងនៅមានបន្តទៀតដោយសារតែម៉ាលីមិនទាន់បានជួបដេវីតទេសម្រាប់ភាគទី17តើបងប្អូនគិតយ៉ាងណាតើ David នឹងធ្វើអ្វីបន្តទៀតដើម្បីចាប់ផោះតាំងបានចាប់រឿងរបស់អាជីបានទាំងអស់ហើយសម្រាប់ថ្ងៃដូចជាថ្ងៃនេះគឺពូត្រូគាត់បានទៅចុះទៅខាងសួងដើម្បីលក់ត្រីខម៉ាយសមុទ្រក៏ដូចជាផលិតផលរបស់គាត់មួយចំនួនអញ្ចឹងខ្ញុំមកដឹងថាថ្ងៃអាទិត្យហ្នឹងគាត់បានផុសរឿងឬក៏អត់ទេក៏ខ្ញុំមកដឹងដែរអញ្ចឹងហើយបងប្អូនដឹងហើយថាពូត្រូគាត់ឥឡូវគាត់មានការមានញឹកមែនទែនទៅលើលេស្នេហ៍ទៅលើត្រីខម៉ាយសមុទ្រទៅលើនំ hot dog អីរបស់គាត់គឺច្រើនមែនទែនតែគាត់ប្រម៉ូទដូចជាការលក់ផលិតផលគឺគាត់រវល់ច្រើនអញ្ចឹងហើយវីដេអូរបស់គាត់អាចយឺតយ៉ាវអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអាចទៅមើលនៅលើ page របស់គាត់បានឬក៏ channel YouTube របស់គាត់ក៏បានហើយសម្រាប់ខ្ញុំគឺខ្ញុំធ្វើវីដេអូគ្រាន់ដើម្បីកម្សាន្តមួយបងប្អូនទេអញ្ចឹងគ្រាន់តែចង់សួរបងប្អូនថារឿងម្ចាស់ស្នេហ៍ប្រែបេះដូងចប់នៅភាគទីប៉ុន្មានអញ្ចឹង comment ខាងក្រោមថាចប់នៅភាគទី18ឬក៏19តែបើភាគទី17គឺមិនអាចទេបងប្អូនគឺអត់អាចទេអញ្ចឹងខ្ញុំគ្រាន់ចង់សួរបងប្អូនថាភាគទី18ឬគឺភាគទី19ដែលចប់ comment ខាងក្រោម